ខ្ញុំមិនចូលចិត្តអូសទាញឬលបួងនរណាឡើយចូលចិត្តតែអានសៀវភៅនិងសរសេរអក្សរកាលពី10ឆ្នាំមុនខ្ញុំបានចុះពីលើភ្នំទៅលួចសៀវភៅនៅឯសាលាសិក្សារួចក៏ត្រូវមនុស្សលោកប្រទះឃើញដោយចៃដន្យកុំខ្លាចអីខ្ញុំមិនធ្វើបាបអ្នកឡើយក្នុងពេលកំពុងរងរបួសធ្ងន់មានបុរសម្នាក់បានជួយសង្គ្រោះជីវិតខ្ញុំដើម្បីតបស្នងសងគុណបន្ទាប់ពីខ្ញុំអាចក្រឡាខ្លួនជាមនុស្សបានសម្រេចខ្ញុំក៏បានចុះទៅស្ថានមនុស្សលោកដើម្បីតាមរកគេតែបែរជាប្រទះឃើញថាគេបានធ្លាក់ខ្លួនជាធ្ងន់ចិត្តស្លាប់បាត់ទៅហើយខ្ញុំមកយឺតពេលហើយជំនួសខ្ញុំជួយមើលថែរាជការផងប៉ុន្តែខ្ញុំមិនដែលដឹងសោះថាអធិរាជិនីស្ដេចស្រីនៃរាជកាលបច្ចុប្បន្នបែរជាលួចស្រឡាញ់ស្ដេចក្រាញ់ទៅវិញទូព្រះបង្គំសូមថ្វាយបង្គំទូអំពីវនីវចៅវាយខេត្តជើងជើបានគៀបសង្កត់កេងប្រវ័ញ្ចប្រាក់ចំនួនរួមហនរាយសូមទ្រង់ពិនិត្យមើលឲ្យបានច្បាស់លាស់ផងអោរបស់ព្រះបិទតុលាប្រញ៉េញ៉ៃអស់ហើយចាំខ្ញុំជួយរៀបចំព្រះអង្គធ្វើបែបនេះគឺខុសទំនៀមទម្លាប់និងផ្ដេសផ្ដាសបំផុតហើយព្រះបិទតុលាកុំភ្លេចយប់នេះយាងទៅបន្ទប់អានព្រះរាជសារខ្ញុំមានរាជសារមួយច្បាប់ចង់សូមឲ្យព្រះបិទតុលាជួយណែនាំជាឯកជនទូព្រះបង្គំទទួលរាជបញ្ជាខ្ញុំគ្មានជំរឿផ្សេងឡើយដើម្បីបិទបាំងអត្តសញ្ញាណមានតែធ្វើដូចគ្មានរឿងអ្វីកើតឡើងហើយចូលខ្លងមើលក្នុងព្រះរាជវាំងដូចធម្មតាទូព្រះបង្គំសូមថ្វាយបង្គំទ្រង់ព្រះបិទតុលាមកហើយអញ្ជើញអង្គុយព្រះបិទតុលាអង្គុយឆ្ងាយម្លេះមកចិត្តបន្តិចមកចិត្តបន្តិចទៀតព្រះបិទតុលាថ្ងៃនេះនៅឯរាជសភាមើលទៅដូចជាតានតឹងខ្លាំងណាស់ទូព្រះបង្គំមិនបានតានតឹងទេចុះឥឡូវនេះវិញប្រាប់ទូព្រះអង្គយប់នេះទូព្រះបង្គំមកដើម្បីពិនិត្យរាជសារប៉ុណ្ណោះរាជសារមិនប្រញាប់ទេព្រះបិទតុលាដឹងទេថាហេតុអ្វីបានជាខ្ញុំហៅអ្នកមកគឺព្រោះតែខ្ញុំចង់នៅជាមួយព្រះបិទតុលាតែពីរនាក់ព្រះអង្គបែបនេះគឺខុសឆ្គងនឹងប្រពៃណីណាស់ខ្ញុំជាអធិរាជិនីអ្វីដែលខ្ញុំមានបន្ទូលគឺជាច្បាប់វល់អស់ហើយខ្ញុំប្រែបានតែមុខជាមនុស្សប៉ុណ្ណោះប៉ុន្តែរាងកាយនៅតែជាមនុស្សស្រីហើយនៅស្ថានមនុស្សលោកក៏មិនអាចប្រើប្រាស់វេទមន្តផ្ដេសផ្ដាសបានទៀតព្រះអង្គធ្វើបែបនេះមិនបានទេទូព្រះបង្គំមានទោសតើមានទោសអ្វីទៅទូព្រះបង្គំមាននិន្នាការស្រឡាញ់ភេទដូចគ្នាចូលចិត្តតែមនុស្សប្រុសមិនអាចចូលចិត្តមនុស្សស្រីបានឡើយក្រោកឡើងមកព្រោះតែព្រះបិទតុលាស្អប់មនុស្សស្រីចឹងនៅកំដរខ្ញុំពិនិត្យរាជសារទៅចុះទូព្រះបង្គំទទួលរាជបញ្ជាចុះព្រះបិទតុលាមានប្រុសក្នុងបេះដូងហើយឬនៅមិនទាន់មានទេក្រាបទូលព្រះបិទតុលាអាយុជិត30ឆ្នាំទៅហើយបែរជាគ្មានមនុស្សក្នុងបេះដូងសោះទូព្រះបង្គំរវល់តែរឿងរាជការអញ្ចឹងល្អហើយខ្ញុំក៏គ្មានប្រុសក្នុងបេះដូងដែរព្រះអង្គមានព្រះរាជតម្រិយយ៉ាងណាបើព្រះបិទតុលាស្អប់មនុស្សស្រីហើយខ្ញុំស្អប់មនុស្សប្រុសអញ្ចឹងពួកយើងមិនត្រូវគ្នាល្អឥតខ្ចោះក្នុងការធ្វើជាបងប្អូនស្រីទៅហើយឬបងប្អូនស្រីហាហាព្រះបិទតុលាយកជាផ្លូវការមែនឬខ្ញុំគ្រាន់តែញាស់លេងតើព្រះអង្គថ្ងៃមុខសូមកុំលេងសាច់បែបនេះទៀតអីថ្ងៃនេះខ្ញុំហត់នឿយណាស់អ្នកថយចេញទៅវិញចុះទូព្រះបង្គំសូមលាឈប់សិនស្អែកបន្ទាប់ពីរំសាយរាជសភារួចមកទីនេះទៀតមកនៅតែមកទៀតឬព្រះបិទតុលាស្ទាត់ជំនាញកិច្ចការរដ្ឋខ្ញុំនៅមានរឿងជាច្រើនដែលត្រូវរៀនសូត្រតែគ្រាន់តែមួយថ្ងៃខ្ញុំទ្រាំស្ទើរមិនរួចទៅហើយត្រូវមកជួបរាល់ថ្ងៃទៀតទ្រង់ចាំរហូតដល់ស្ដេចក្រាញ់មិនទាន់ត្រឡប់ទៅភូមិគ្រឹះត្រូវតែប្រញាប់ប្រញាល់ស្វែងរកចំណុចខ្សោយរបស់គេឲ្យឃើញព្រះអង្គសម្ដែងធ្វើជាទន់ខ្សោយអស់រយៈពេល10ឆ្នាំលុះពេលដណ្ដើមអំណាចបានទីបំផុតអាចរំដោះខ្លួនបានហើយអាប្រុសមុខស្ដេចក្រាញ់នោះអស់រយៈពេល10ឆ្នាំមិនដែលបង្ហាញទឹកមុខញញឹមដាក់ព្រះអង្គសោះប៉ុន្តែប៉ុន្មានថ្ងៃនេះបន្ទាប់ពីការធំរបស់ព្រះអង្គចិត្តសម្ដេចគេបែរជាផ្លាស់ប្ដូរអកប្បកិរិយាទៅវិញប្រហែលជាគេដឹងខ្លួនហើយដឹងកុំនិយាយច្រើនប្រញាប់រកមើលទៅខ្ញុំគ្រាន់តែចង់មកដប់ស្នងសង្គមមិនចង់ពាក់ព័ន្ធនឹងចំនួនអំណាចក្នុងរាជវាំងឡើយក្នុងពេលដែលជីហេងមានបំណងដណ្ដើមអំណាចខ្ញុំគ្រាន់តែត្រូវគេចវាពីគេទៅជាការស្រេចចាប់ពីពេលនោះមកខ្ញុំតែងតែយកលេខថាឈឺឬមិនស្រួលខ្លួនដើម្បីគេចមុខពីជីហេងរហូតប៉ុន្តែអ្វីដែលចម្លែកនោះគឺមនុស្សដែលតាមដានខ្លុំមើលខ្ញុំនៅជុំវិញខ្លួនកាន់តែច្រើនឡើងពងកញ្ជ្រោងស្ជើងវែងរបស់យើងស្ទាត់ជំនាញខាងការស៊ើបការតាំងពីក្មេងមកម្លេះសកម្មភាពទាំងនេះមិនអាចលាក់បាំងភ្នែកខ្ញុំបានឡើយរហូតតតែថ្ងៃប្រពៃណីពិធីបុណ្យសែនព្រះខែមកដល់
បានឬទេថ្មីនេះព្រះអង្គមិនបានហៅស្ដេចត្រាញ់ឲ្យចូលទៅបន្ទប់អានព្រះរាជសារទៀតទេរឿងចម្លែកមែន10ឆ្នាំមកហើយទើបតែមានលើកដំបូងប្រហែលជាទ្រង់ធុញទ្រាន់ហើយមើលទៅស្ដេចត្រាញ់ថ្ងៃនេះជាថ្ងៃបុណ្យសែនព្រះខែទូបង្គំសូមលើកកែវជូនពួកអ្នកអង្គម្ចាស់មួយកែវជប់សិនគ្រាន់តែផឹកស្រាគឺគ្មានជាតិអីបន្តិចសោះហើយអ្វីមិនអញ្ជើញស្ដេចត្រាញ់តែងកំណាព្យឲ្យមួយបទដើម្បីបង្កើនបរិយាកាសសប្បាយរីករាយទៅឲ្យស្ដេចត្រាញ់តែងកំណាព្យមួយជីវិតរបស់គេនេះស្អប់បំផុតគឺរឿងរ៉ូមែនទិកការស្រាខ្យល់ព្រះច័ន្ទបែបនេះលោកមន្ត្រី UC ច្បាស់ជាចង់ធ្វើឲ្យគេអាម៉ាស់មុខហើយស្ដេចត្រាញ់មានកិច្ចការរដ្ឋជាច្រើនត្រូវរវល់ប្រសិនបើមិនផ្ដេកដួលទេទូបង្គំក៏មិនបង្ខំដែរតើយកប្រធានបទអ្វីដែរ